អូខេបាទបន្ទាប់ពីអញ្ចឹងហើយលោកគ្រូអ្នកគ្រូអត់ចង់បាន format អញ្ចឹងទេអត់ចង់បានអឺលេខហើយស្លាស់ហើយលេខអញ្ចឹងទេយើងចង់បានជាថ្ងៃខែជាអញ្ចឹងវិញណាអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែ select ទាំងអស់មកបាទ select ទាំងអស់មកបាទ select ដូចយើង select មិញអញ្ចឹងលោកគ្រូអ្នកគ្រូចូលកន្លែងលេខ1លេខ2លេខ3នេះលេខនេះបាទចូលមកបាទបន្ទាប់ពីចូលហើយសូមលោកគ្រូអ្នកគ្រូយកកន្លែង custom ហើយនេះ custom date and time ណា custom date and time មកបន្ទាប់ពីយកអញ្ចឹងហើយគេមានគំរូឲ្យលោកគ្រូអ្នកគ្រូជ្រើសរើសច្រើនបាទទីមួយគឺនេះគំរូនេះអានេះគឺខែមុនថ្ងៃ month day ហើយ year បាទតែដើម្បីកុំឲ្យជាទូទៅខ្មែរយើងគឺប្រើថ្ងៃមុនខែណាថ្ងៃមុនខែយើងរឹងរកអូមើលគំរូមកនេះគំរូវានេះអញ្ចឹងអានេះថ្ងៃមុនខែនេះអញ្ចឹងយើងយកមកបាទយើងយកអញ្ចឹងមកថ្ងៃខែហើយឆ្នាំបាទអញ្ចឹងយើងគ្រាន់តែចុច apply មកបាទនេះបាទអញ្ចឹងដល់ពេលកន្លែងផ្សេងយើងចុចមកឧទាហរណ៍ថាសិស្សរបស់ខ្ញុំកើតនៅថ្ងៃទី1ខែ2អញ្ចឹងកន្លែង2010នេះយើងបដូរទៅ2012នេះយើងចុច2ដងទៅវាលឿនហ្នឹងវាឲ្យយើងលុបហើយយើងសរសេរចូលហើយអញ្ចឹងបើសិននឹងកើតឆ្នាំ2009យើងសរសេរឆ្នាំ2009អញ្ចឹងបានហើយអញ្ចឹងណាលោកគ្រូបាទ